MMO ដៃថ្មីគួរតែដឹងអំពីវីដេអូនេះសម្រាប់អ្នកដែលគាត់ធ្វើវីដេអូដែលចង់រកលុយជាមួយនឹង Facebook ក៏ដោយនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាអំពី technique ឬក៏ជំហានដែលបងប្អូនទាំងអស់គ្នាចង់ធ្វើនៅលើ Facebook ដែលជំហានទាំងអស់នេះគឺជាល្អមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាអ្នកដែលគាត់ចង់រកលុយជាមួយនឹង Facebook ក៏ដោយនៅក្នុងជំហានទី1បើសិនជាបងប្អូនទាំងអស់គ្នាចាប់ផ្ដើមដំបូងបាទដែលចង់បាន follow លឿនដែលចង់បានចំនួនអ្នកមើលលឿនខ្ញុំណែនាំឲ្យបងប្អូនទាំងអស់គ្នាធ្វើទៅលើ content កាប់ដាវក៏បានដែរបើសិនជាបងប្អូនទាំងអស់គ្នាមិនទាន់មាន content original ផ្ទាល់ខ្លួន content កាប់ដាវហ្នឹងគឺជា content អីគេ content កាប់ដាវគឺ content remix ដែលបងប្អូនទាំងអស់គ្នាអាចធ្វើការ preview មានន័យថាយើងនិយាយនៅនឹងមុខបាទវីដេអូរបស់គេបាទដោយយើងយកវីដេអូរបស់គេមក preview ឬក៏មកនិយាយបាទដើម្បីឲ្យមានអ្នកមើលច្រើនអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើដំបូងគឺយើងទទួលបាន view ច្រើនទទួលបានអ្នក follow ច្រើនប៉ុន្តែបើសិនជាដល់ពេលដែលយើងអាច set up កងធនាគាររលុយឬក៏យើងទទួលបាន tool រលុយពី Facebook ហើយខ្ញុំណែនាំឲ្យបងប្អូនទាំងអស់គ្នាធ្វើការ set up ហើយលុបវីដេអូនឹងចោលឲ្យអស់ហើយយើងចាប់ផ្ដើមបង្កើត original ខ្លួនឯងឡើងវិញអញ្ចឹងគឺធ្វើបែបនេះគឺប្រថុយបាទប្រថុយបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់រលុយបានទេប្រថុយទី1ជាប់ copyright ប្រថុយទី2គឺការពមៀនឡើងលឿងរបស់ page របស់យើងហើយប្រថុយទី3គឺប្រថុយនៅក្នុងការផ្ដាច់ page យើងចោលអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាគិតថាអូមិនអីទេខ្ញុំអាចត្រឹមតែធ្វើយកត្រឹម follow សិនបាទអ្នកមើលសិនឲ្យមានអ្នក follow ច្រើនហើយខ្ញុំទទួលបាន tool មុខងាររលុយហើយខ្ញុំ set up កងធនាគារហើយភ្លាមគឺលុបវីដេអូនឹងចោលភ្លាមបាទអញ្ចឹង technique នេះគឺខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាថាពេលដែលបងប្អូនទាំងអស់គ្នាកំពុងតែ build មានន័យថាយើងកំពុងតែកសាង follower នៅក្នុង page យើងហ្នឹងណាកុំភ្លេចបាទកុំភ្លេចរកវិធីរកគំនិតរបៀបណារក content original បដាផងធ្វើបដាផងប៉ុន្តែ content original ទាំងអស់នោះកុំតន់អាលផុសបាទចាំពេលដែលយើងទទួលបាន tool មុខងារ CM មកសិនចាំយើងលុបអា content កាប់ដាវហ្នឹងចោលអស់យើងផុស content original យើងឡើងវិញនេះគឺជា technique ដែលខ្ញុំធ្វើដែលខ្ញុំធ្លាប់ធ្វើពីមុនបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចយក technique នេះទៅប្រើបានហើយខ្ញុំសរុបឡើងវិញតើគេធ្វើយ៉ាងដូចម្ដេចក៏លោកបងប្អូនទាំងអស់គ្នាតាមអត់តាន់ទី1ផុសវីដេអូកាប់ដាវដើម្បីទាញ view ឬក៏ទាញអ្នក follow ឲ្យមានអ្នក follow page យើងដើម្បីទទួលបានមុខងារ content CM មកសិនទី2នៅពេលបានមុខងារ content CM ហើយមុខងារ content monetization នឹងហើយ set up កងធនាគាររួចរាល់ណាហើយលុបវីដេអូពីមុនចោលអស់បាទទី3ខណៈពេលដែលបងប្អូនទាំងអស់គ្នាកំពុងតែធ្វើ content កាប់ដាវហ្នឹងដើម្បីទាញ view ទាញ follower ហ្នឹងណាព្យាយាមរកនៅ content original ឲ្យបានច្រើន stock ទុកសិនយ៉ាងហោចណាស់30ទៅ50វីដេអូ stock ទុកសិនបាទបន្ទាប់ពីយើងបានfollow ច្រើនបានមុខងារ tool CM ហើយលុបវីដេអូកាប់ដាវចោលអស់ហើយគឺយើងចាប់ផ្ដើមផុសបុកយក content original របស់យើងនឹងដាក់មួយថ្ងៃពីរឲ្យស្មើឲ្យទៀងពេលវេលាផុសចំពេលណាផុសចំពេលហ្នឹងបាទផុសព្រឹកមួយល្ងាចមួយព្រឹកមួយល្ងាចមួយឲ្យស្មើគ្នារយៈពេល1ខែខ្ញុំធានាបងប្អូនទាំងអស់គ្នាដឹងតែផ្ទុះទៅលើ content original ម្ដងទៀតហើយអញ្ចឹងនេះគឺជា technique មួយដែលកម្រមានអ្នកមកចែកម្លែកណាស់បើសិនជាចង់បាន technique ល្អៗទាំងអស់គ្នាកុំភ្លេចតាមដាន page ចុច save វីដេអូនេះទុកផងហើយកុំភ្លេចជួយ share វីដេអូនេះផងខ្ញុំនឹងចែកម្លែកបងប្អូនទាំងអស់គ្នារាល់ចំណេះដឹងថ្មីៗពាក់ព័ន្ធជាមួយនឹងការផលិតមាតិកា content នៅវីដេអូក្រោយទៀតពីខ្ញុំបាទចន្ទឡុងអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀត